Hector, anh scoot out, anh, vì mình sưu tê, ni giấy chi pisa islori. C'est davvero con Union. Stavi cercando di salvarla. Ti ha abbandonato con un altro uomo. Stai per tornare insieme a lei? Non la sposerò. Sposerò un vecchio. Non posso supportarlo. Che dire di Jiang Qingyi? Era l'unica con te. Ti ama così tanto. Vediamo tutti. Credo nasconderlo. Non lo saprà mai. Quanto tempo puoi mantenere il segreto? Una vita Vuoi davvero sposarti? Rocca questo messaggio. Le darò una falsa licenza di matrimonio. Claudia, មានរឿងបន្ទាន់នៅការិយាល័យហេតុអ្វីឯងមិនចុះទីនេះហើយជិះតាក់ស៊ីទៅផ្ទះ គ្មានអ្នកណាដឹងថាដើម្បីហេកតខ្ញុំបានរៀនភាសាអ៊ីស្លូរីដោយសម្ងាត់ដូច្នេះខ្ញុំអាចយល់គ្រប់ពាក្យតែគាត់ទើបនិយាយហេកតគឺជាអ្នកស្នងរឹកដែលមិនអាចប៉ះបានខ្ញុំគ្រាន់តែជាកូនស្រីរបស់អ្នកថែរក្សាផ្ទះប៉ុន្តែចាប់តាំងពីពេលដែលខ្ញុំឃើញគាត់ជាលើកដំបូងខ្ញុំបានធ្លាក់ក្នុងអន្លង់ស្នេហ៍ដោយអស់សង្ឃឹមប៉ុន្តែខ្ញុំដឹងហេកត្រមានតែភ្នែកសម្រាប់គូស្នេហ៍កុមារភាពរបស់គាត់គឺ Natalie Yovel ទោះបីជាពេលគាត់មានអាយុ17ឆ្នាំគាត់បានបាត់បង់ការមើលឃើញពេលជួយសង្គ្រោះនាងក្នុងគ្រោះថ្នាក់ចរាចរណ៍ហេកតញាក់ឡើងហេកតខ្ញុំបានថែរក្សាគាត់អស់រយៈពេល7ឆ្នាំខ្ញុំបានលុតជង្គង់នៅខាងក្រៅផ្ទះរបស់គ្រូពេទ្យល្បីម្នាក់រយៈពេល3ថ្ងៃ3យប់ដើម្បីបញ្ចុះបញ្ចូលគាត់ឲ្យព្យាបាលហេកតក្រោកឡើងនារីខ្ញុំនឹងជួយអ្នកគាត់បានព្យាបាលភាពពិការភ្នែករបស់ហេកតបានយកមកវិញនៅសេរីរុងរឿងពីមុនរបស់គាត់ហើយក្លាយជាអ្នកស្នងមរតករបស់ក្រុមហ៊ុន Judge Claudia អរគុណប៉ុន្តែខ្ញុំមិនដែលរំពឹងថាគាត់នឹងរៀបការជាមួយ Natalie ស្ត្រីដែលបានបោះបង់គាត់អស់រយៈពេលជាច្រើនឆ្នាំមិនថាគ្រួសារ Judge មើលងាយខ្ញុំប៉ុណ្ណាទេបំបែកពួកយើងនឹងរុញខ្ញុំចេញខ្ញុំមិនដែលគិតចាក់ចេញទេប៉ុន្តែឥឡូវនេះលោកស្រី Judge ខ្ញុំសុខចិត្តទទួលយក$50 លានដើម្បីចាក់ចេញពីហេកតជារៀងរហូតលក្ខខណ្ឌច្បាស់លាស់មិនអាចត្រឡប់ក្រោយវិញទេពេលអ្នកចុះហត្ថលេខាខ្ញុំនឹងផ្ទេរប្រាក់ពាក់កណ្ដាលទៅកន្នីរបស់អ្នកនិងពាក់កណ្ដាលទៀតនឹងត្រូវបង់នៅថ្ងៃដែលអ្នកចាក់ចេញប៉ុន្តែពេលអ្នកយកប្រាក់អ្នកត្រូវស្ពតថាអ្នកនឹងមិនដែលលេចមុខនៅមុខហេកតម្ដងទៀតអស់មួយជីវិតរបស់អ្នកយល់ទេជំរឿឆ្លាតអ្នកមានពេលតែ2សប្តាហ៍ប៉ុណ្ណោះមិនថាអ្នកបដូរឈ្មោះឬចាក់ចេញពីប្រទេសវាអាស្រ័យលើអ្នកត្រូវរកវិធីដើម្បីប្រាកដថាហេកតមិនឃើញអ្នកម្ដងទៀតទេយល់ហើយម៉ាដាមចាតសូមសម្រាកចិត្តហេកតមានជំងឺពិសេសគាត់មិនអាចទ្រាំនឹងក្លិនផ្កាអស់ម៉ាន់ថាស្បានទេដរាបណាខ្ញុំទៅកន្លែងដែលពោពេញដោយផ្កាអស់ម៉ាន់ថាគាត់នឹងមិនអាចរកខ្ញុំឃើញឡើយ
Claudia ខ្ញុំត្រូវទៅធ្វើជំនួញហើយនឹងមិននៅផ្ទះប៉ុន្មានថ្ងៃទេអ្នកលីឈប់ហើយអ្នកយកបញ្ជីគ្រួសាររបស់អ្នកមកថ្មីនេះខ្ញុំហត់ណាស់ខ្ញុំឈប់ធ្វើការដើម្បីសម្រាកបន្តិចចំពោះបញ្ជីវិញខ្ញុំត្រូវការវាសម្រាប់ការងារឯកសារខ្លះថ្មីនេះខ្ញុំរវល់ពេកខ្ញុំមិនបានចំណាយពេលជាមួយអ្នកទេថ្ងៃខួបកំណើតរបស់អ្នកជិតមកដល់ហើយថ្ងៃស្អែកខ្ញុំនឹងនាំអ្នកទៅផ្ទះដេញថ្លៃហើយឲ្យអ្នកជ្រើសរើសអំណោយខ្លះ$25 លានមានអ្នកដេញថ្លៃខ្ពស់ជាងទេ$25 លានលើកទី1$25 លានលើកទី2មានការផ្ដល់ជូនផ្សេងទៀតទេ$26 លានមានអ្នកដេញថ្លៃផ្សេងទៀតទេ$26 លានលើកទី1$27 លានលើកទី1មានការផ្ដល់ជូនខ្ពស់ជាងទេលក់បានរបស់ចុងក្រោយនៃការដេញថ្លៃត្រូវបានលក់សូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមខ្ញុំនឹងទៅបន្ទប់ទឹកអូខេអូនេះមិនមែនជាអ្នកស្រីយ៉ូវែលដ៏គួរឲ្យស្រឡាញ់របស់យើងទេអ្នកបានបែកខ្នងដាក់ហេកត័រតាំងពីប៉ុន្មានឆ្នាំមុនឥឡូវមើលខ្លួនឯងទៅអ្នកនាំរឿងនេះមកលើខ្លួនឯងខ្ញុំហៅថាឪពុករបស់អ្នកកំពុងតែនឹងឲ្យអ្នករៀបការជាមួយបរិសុទ្ធចំណាស់ចិត្តស្លាប់ម្នាក់អ្នកនៅតែមានភាពតាក់ទាញខ្លះនៅសល់ហេតុអ្វីមិនមកជាមួយយើងវិញអ្នកថាម៉េចលោកជូយើងដឹងថាយើងខុសហើយសូមមេត្តាអាណិតហើយអត់ទោសឲ្យពួកយើងផងចេញទៅបើខ្ញុំឃើញឯងមករំខាននាងទៀតឯងនឹងប្រឈមមុខនឹងផលវិបាកអ្នកឈឺទេហេកត័រជើងខ្ញុំរមួលឈឺណាស់អ្នកមិនអីទេក្បាលអ្នកហូរឈាមឆាប់ហៅលេខ911 Claudia ឈឺទេតើយើងត្រូវហៅគ្រូពេទ្យមកពិនិត្យទេសង្ឃឹមថាគ្មានស្នាមទេខ្ញុំមិនអីទេ Claudia អ្នកគឺជាមនុស្សដែលខ្ញុំស្រឡាញ់បំផុតពេលអ្នកឈឺខ្ញុំឈឺចាប់ជាងទៀតលើសពីនេះទៅទៀតថ្ងៃណាមួយដៃអ្នកនឹងពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍សួស្តីខ្ញុំមកលេបថ្នាំ
លូម៉ារីបេនបន្ទប់703មកឥឡូវនេះហេតុអ្វីបានជាអ្នកហៅខ្ញុំមកទីនេះ ក្លាឌីយ៉ាអំពីពួកក្មេងទំនើងកាលពីម្សិលមិញតើអ្នកផ្ញើគេទៅបង្កបញ្ហាមែនទេ វាមិនមែនខ្ញុំទេខ្ញុំមិនស្គាល់គេសោះខ្ញុំនឹងមិនធ្វើអ្វីបែបនេះទេ ក្លាឌីយ៉ាតាំងពីពេលដែល Natalie ជ្រើសរើសចាក់ចេញពីខ្ញុំកាលពីប៉ុន្មានឆ្នាំមុនខ្ញុំបានលែងនាងទាំងស្រុងអ្នកនៅជាមួយខ្ញុំអស់រយៈពេល7ឆ្នាំហើយអ្នកគួរតែដឹងថាខ្ញុំពិតជាយកចិត្តទុកដាក់ចំពោះអ្នកណាអ្នករាល់គ្នាចង់ទាត់គ្រួសារយល់ពេលគេកំពុងខ្សោយប៉ុន្តែវាមិនគួរជាអ្នកទេអ្នកមិនចាំបាច់ធ្វើឲ្យរឿងលំបាកសម្រាប់នាងដោយសារតែខ្ញុំទេខ្ញុំជាមនុស្សខ្វាក់និងជាអ្នកបរាជ័យខ្ញុំមិនអាចធ្វើអ្វីបានទេ លោកច័ន្ទខ្ញុំនៅទីនេះជាមួយអ្នក បាទយើងនៅជាមួយគ្នាអស់រយៈពេល7ឆ្នាំហើយតើខ្ញុំអាចដឹងតែឥឡូវនេះថាអ្នកណាពិតជានៅក្នុងបេះដូងរបស់អ្នក តើអ្នកមានន័យយ៉ាងណា ខ្ញុំមានន័យថាខ្ញុំគ្រាន់តែជាកូនស្រីអ្នកបម្រើតើខ្ញុំមានទំនាក់ទំនងដើម្បីប្រមូលក្មេងទំពីដើម្បីរំខានស្ត្រីដ៏មានមុខដូចនាង Claudia ខ្ញុំស្គាល់សមត្ថភាពឯងច្បាស់គ្មានអ្នកណាក្រៅពីឯងមានហេតុផលធ្វើវាទេ បើឯងមិនជឿខ្ញុំគ្រាន់តែនិយាយមកតើឯងចង់ឲ្យខ្ញុំធ្វើអី សុំទោស Claudia បើឯងធ្វើខុសអ្វីមួយឯងត្រូវតែនិយាយថាសុំទោស កុំភ្លេចពាក្យសុំទោសចោលបើឯងពិតជាមានអារម្មណ៍សោកស្ដាយគ្រាន់តែផឹកស្រាទាំងអស់ លោកសូមកុំផឹកវាអាក្រក់សម្រាប់សុខភាពលោក ឥឡូវសំបីតែកូនស្រីអ្នកបម្រើហ៊ានដាស់តឿនខ្ញុំនេះហើយជាអ្វីដែលកើតឡើងពេលសត្វតបាត់មកុដហើយត្រូវចោះដេញល្អបើឯងផឹកស្រានេះខ្ញុំនឹងស្ដាប់តាមអ្វីដែលឯងនិយាយ លោកជូត លោកដឹងទេថាលោកមានអាឡែសីនិងស្រាហេតុអីលោកប្រថុយជីវិតបែបនេះ ព្រោះខ្ញុំបារម្ភពីលោកជូតភ្នែកលោកនឹងមកវិញនៅទីបំផុតទោះបីវាមិនមកខ្ញុំនឹងនៅជាមួយលោកជារៀងរហូតដូច្នេះសូមកុំបោះបង់ខ្លួនឯង អញ្ចឹងខ្ញុំនឹងឈប់ផឹក ប៉ុន្តែគ្រាន់តែស្រានេះតើធ្វើម៉េចវាអាចបញ្ជាក់ពីភាពស្មោះត្រង់របស់ខ្ញុំខ្ញុំនឹងផឹកបន្ថែមទៀតជាការដាក់ទណ្ឌកម្មតើនេះគ្រប់គ្រាន់ហើយឬ គ្រប់គ្រាន់អញ្ចឹង
តើយើងអាចចាត់ទុកនេះជាការសុំទោសរបស់ខ្ញុំបានទេតើវាពេញចិត្តស្នេហ៍ថ្លៃថ្លារបស់ហែង Claudia អ្នកដឹងថាវាមិនមែនជាអ្វីដែលខ្ញុំចង់និយាយទេខ្ញុំធ្លាប់ប្រាប់អ្នកពីមុនខ្ញុំគ្មានអ្វីពាក់ព័ន្ធជាមួយណាដាលីទៀតទេប៉ុន្តែបើអ្នកនៅតែដេញតាមនាងគេនឹងយកវាមកប្រឆាំងអ្នកហើយគ្រូសាជេតនឹងមិនព្រមឲ្យយើងរៀបការឡើយ អញ្ចឹងគ្រួសារនឹងមិនទទួលយកកូនស្រីអ្នកបម្រើទេប៉ុន្តែតើពួកគេនឹងស្វាគមន៍ណាដាលីតែក្បត់អ្នកប៉ុន្តែពេលនាងសុំអ្នកក៏រៀបការជាមួយនាងទៅលេខទាំងអស់នោះគ្រាន់តែបង្ហាញថាអ្នកមិនស្រឡាញ់ខ្ញុំគ្រប់គ្រាន់ទេ Claudia Hector ខ្ញុំវិលមុខ ខ្ញុំត្រូវទៅមន្ទីរពេទ្យរកជំនួយការ ខ្ញុំប្រាប់អ្នកឲ្យផ្អាកកិច្ចប្រជុំទាំងអស់ ដោះស្រាយការងាររបស់អ្នកខ្ញុំអាចគ្រប់គ្រងបានល្អ ខ្ញុំធ្វើគ្រប់យ៉ាងព្រោះវាជាការគួរ Claudia អ្នកភ្លេចហើយកាលពីមុនអ្នកបានថែរក្សាខ្ញុំដូចនេះដែរ ពេល Hector ខ្វាក់ភ្នែកគាត់ត្រូវបានគ្រួសារបោះបង់ទៅជាសម្រាមគ្មានតម្លៃខ្ញុំជាមនុស្សតែម្នាក់តែបង្រៀនគាត់អក្សរស្រែកនេះប៉ះមើលខ្ញុំបានរៀបចំអាហារល្អគ្រប់ប្រភេទសម្រាប់គាត់លោកជេតពិសាស៊ុបឆ្អឹងខ្លះប៉ុន្តែគ្មានអ្វីអាចត្រឡប់ពេលវេលាបានទេដល់ពេលពិនិត្យតាមដានហើយ Claudia និងខ្ញុំស្រឡាញ់គ្នាពិតប្រាកដយើងថែរក្សាគ្នាខ្ញុំមិនខ្វល់ពីផ្ទៃខាងក្រោយឬឋានៈរបស់នាងទេអ្នកត្រូវឈប់ខំប្រឹងឥតប្រយោជន៍ខ្ញុំនឹងរៀបការជាមួយនាងនាងមិនចាក់ចេញពីខ្ញុំទេ តើអ្នកមានន័យយ៉ាងម៉េចតើអ្នកដឹងទេ Claudia បានយល់ព្រមចាក់ចេញកាលពីប៉ុន្មានថ្ងៃមុន មានរឿងអី ខ្ញុំគិតថាគាត់មិនបាននេះច្បាស់ទេខ្ញុំគ្រាន់តែមិនចង់អ្នកទាំងពីរឆ្លោះគ្នាអំពីខ្ញុំទៀតទេ លទ្ធផលទេយ៉ាងម៉េចដែរ គ្រូពេទ្យថាមិនមែនជារឿងធ្ងន់ធ្ងរទេគាត់អាចចេញពីមន្ទីរពេទ្យបានហើយ អូខេខ្ញុំធូរចិត្តណាស់ដែលបានឮថ្ងៃស្អែកជាថ្ងៃកំណើតរបស់អ្នកខ្ញុំបានរៀបចំពិធីខួបកំណើតសម្រាប់អ្នកនឹងមកមែនទេបើមិនមែនដោយសារលោកជូតទេខ្ញុំមិនដែលបង្ហាញមុខសម្រាប់ពិធីខួបកំណើតរបស់កូនស្រីអ្នកបម្រើគ្រាន់តែគិតពីរឿងនេះគឺទៀបជាងខ្ញុំទៅទៀតខ្ញុំក៏មិនដឹងដែរថាលោកជូតឃើញអ្វីនៅក្នុងនាងមានក្លិននៃភាពក្រីក្រនិងឋានៈទាបគាត់ប្រហែលជាមានចិត្តមេត្តាបើជាខ្ញុំនឹងផ្ដល់សំណងដល់នាងហើយចប់ត្រឹមត្រូវបើគាត់ពិតជារៀបការជាមួយនាងវានឹងធ្វើឲ្យឈ្មោះគ្រួសារជូតអាម៉ាស់ បើខ្ញុំមិនខ្លាចថា Hector នឹងសម្គាល់ឃើញអ្វីមួយចម្លែកខ្ញុំនឹងមិនមកទេ ហេមើលនោះហើយជាមូលហេតុដែលលោកជូតចេញទៅមុនដើម្បីទៅយកអ្នកស្រី Yovel ទំនាក់ទំនងរបស់ពួកគេនៅតែរឹងមាំរហូតដល់ពេលនេះពិតណាស់ពួកគេជាគូស្នេហ៍ពីកុមារភាពពិតប្រាកដគ្រាន់តែមើលភាពឆើតឆាយរបស់អ្នកស្រី Yovel និងភាពស្រស់ស្អាតនាងត្រូវនឹងលោកជូតឥតខ្ចោះត្រឹមត្រូវវាប្រែថាមិនមែនជាការជួបជុំគ្នាទេគាត់មិនដែលភ្លេចនាងទេសាបែខ្ញុំមើលថាថ្ងៃនេះជាថ្ងៃកំណើតរបស់អ្នកខ្ញុំមកដោយមិនបានអញ្ជើញសូមកុំខ្វល់ខ្ញុំថែមទាំងយកអំណោយមក
វាមានឈ្មោះថាក្លូតវាគួរឲ្យស្រឡាញ់មែនទេតើអ្នកអាចយកវាចេញបានទេហេកតតើលោកស្រីសាបែនៅតែខឹងអំពីហេតុការណ៍ចុងក្រោយប្រហែលជាខ្ញុំគួរតែចាក់ចេញហើយកុំរំខានអ្នកទាំងពីរណាត់មានចិត្តណាល្អក្លូឌីតើអ្នកមិនចូលចិត្តសត្វតូចទេគ្រាន់តែទទួលយកវាទៅលោកគីនខេខ្ញុំពាក់ស្បែកជើងកែងខ្ពស់តើអ្នកអាចយកកូនឆ្កែនេះឲ្យខ្ញុំបានទេឆ្លើយណាស់តែងតែបង្ហាញអំណាចខ្ញុំធ្លាប់ចូលចិត្តកូនឆ្កែប៉ុន្តែចាប់តាំងពីខ្ញុំត្រូវគេខាំដោយឆ្កែកាលពីច្រើនឆ្នាំមុនពេលកំពុងស្វែងរកគ្រូពេទ្យឲ្យហេកតខ្ញុំភ័យខ្លាចពួកវាខ្ញុំមិនដែលនិយាយអ្វីទេព្រោះខ្ញុំមិនចង់ឲ្យគាត់បារម្ភប៉ុន្តែខ្ញុំគិតថាវាមិនសំខាន់សម្រាប់អ្នកក្លូឌីមកផ្លុំទៀនសាបែវាប្រែថាអ្នកនឹងក្លូតកាលថ្ងៃដូចគ្នាហេតុអ្វីមិនប្រារព្ធជាមួយគ្នាហេតុអ្វីមិនឲ្យកូនឆ្កែសុំពោហើយផ្លុំទៀនអ្នកទាំងអស់គ្នាអាចច្រៀងចម្រៀងខួបកំណើតសម្រាប់វាខ្ញុំសូមចាក់ចេញក្លូឌីពិធីជប់លៀងនេះរៀបចំសម្រាប់អ្នកបើអ្នកចាក់ចេញតើមនុស្សនឹងគិតយ៉ាងណាបើអ្នកចាក់ចេញតើមនុស្សនឹងគិតយ៉ាងណាលោកស្រីសេបូសូម្បីតែលោកយត់ក៏សូមឲ្យអ្នកស្នាក់នៅដែរកុំបំផ្លាញបរិយាកាសពិតមែនហើយលោកស្រីសេបូសូមបង្ហាញចិត្តសប្បុរសហើយរក្សាសេចក្តីថ្លៃថ្នូររបស់យើងណាតោះច្រៀងចម្រៀងខួបកំណើតសម្រាប់លោកស្រីសេបូរីករាយថ្ងៃកំណើតដល់អ្នកហេកតខ្លាចកោះខ្ញុំតើខ្ញុំអាចឆ្លងជំងឺឆ្កែឆ្កួតពីរឿងនេះទេនាំក្លាឌីទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួសរបស់នាងក្លាឌីលោកស្រីហ្សេបូច្បាស់ជាចេះដាក់ឈ្មោះសត្វចិញ្ចឹមរបស់គាត់ណាស់ប៉ុន្តែមើលនាងឥឡូវនេះនាងទេដែលមើលទៅដូចឆ្កែវង្វេងហាកុំប្រមាថក្លាដគួរឲ្យស្រឡាញ់ណាស់គ្មានឆ្កែចោកអាក្រក់ណាដែលព្យាយាមឡើងជណ្ដើរសង្គមអាចប្រៀបធៀបបានឡើយក្លាឌីរីករាយថ្ងៃកំណើតអ្នកចូលចិត្តប៉ុស្តិ៍សង្គមរបស់ខ្ញុំទាំងអស់ដូច្នេះអ្នកច្បាស់ជាដឹងថាហេកតនិងខ្ញុំបានរៀបការជាផ្លូវការគាត់ថែមទាំងសន្យានឹងខ្ញុំពិធីមង្គលការនៅម៉ារីវ៉ាល់ដើម្បីបង្កើតក្តីសុបិនដែលយើងធ្លាប់ចែករំលែកខ្ញុំគួរអរគុណអ្នកប្រសិនបើគ្មានអ្នកទេហេកតនឹងមិនបានឃើញឡើងវិញអរគុណដែលមើលថែប្តីខ្ញុំអស់រយៈពេល7ឆ្នាំពេញក្លូឌីខ្ញុំនៅមានកិច្ចការមួយចំនួនត្រូវដោះស្រាយអ្នកឈឺធ្ងន់ទេគ្រាន់តែប្រាប់ខ្ញុំបើវាឈឺខ្លាំងពេកហើយខ្ញុំនឹងត្រឡប់ទៅហេកតចាប់ពីពេលនេះទៅខ្ញុំលែងត្រូវការអ្នកទៀតហើយខ្ញុំសង្ឃឹមថានឹងអាចមើលឃើញម្ដងទៀតខ្ញុំសង្ឃឹមថាណាតមានសុវត្ថិភាពនិងល្អ
Claudia នេះជាប្រាក់ដំបូងដែលខ្ញុំរកបានបន្ទាប់ពីជាសេសបាយខ្ញុំទិញវាឲ្យអ្នកសង្ឃឹមថាអ្នកនឹងល្អរឿងនេះមិនដែលមានន័យថាជារបស់ខ្ញុំទេហេកតខ្ញុំនឹងប្រគល់វាវិញឲ្យអ្នកClaudia ហេតុអ្វីអ្នកនៅទីនេះចុះអ្នកវិញអ្នកកំពុងធ្វើអ្វីនៅទីនេះជាមួយនាងខ្ញុំមិនបានរហែកតលេងព្យាណូយូរណាស់ហើយគាត់ថាព្យាណូនៅជូតម៉ាណូដូច្នេះយើងបានមកទីនេះអ្នកស្រីសាបែអ្នកស្គាល់កន្លែងនេះនាំផ្លូវយើងកន្លែងនេះមើលទៅដូចគ្នានឹងពេលដែល Claudia និងខ្ញុំធ្លាប់នៅទីនេះ Claudia តើអ្នកចាំទេខ្ញុំមិនចាំទេតើរបស់នេះមិនមែនទេធ្លាប់នៅក្នុងបន្ទប់សិក្សាមុនហេតុអ្វីបានជាគេយកវាមកដាក់ទីនេះពេលដែលអ្នកមើលមិនឃើញការចងចាំជាច្រើនមានអារម្មណ៍ដូចជាការបំភាន់ពួកវាត្រូវបានបំផ្លាញដូចជាខ្ញុំគិតថាអ្នកស្រឡាញ់ខ្ញុំប៉ុន្តែតាមការពិតខ្ញុំគ្រាន់តែជាឈើច្រត់ពណ៌របស់អ្នកជាអ្វីដែលអ្នកអាចពឹងផ្អែកនៅពេលអស់សង្ឃឹមនៅពេលដែលអ្នកអាចមើលឃើញវិញខ្ញុំក៏ខ្លាចជារឿងមិនសំខាន់ Claudia ឈីណូនៅទីនោះទៅដោយខ្លួនឯងនេះជាប៉ុតដែលហេកតលេងពេលដំបូងដែលយើងបានជួបគ្នាប្រសិនបើពេលវេលាអាចត្រឡប់ក្រោយវិញខ្ញុំនឹងមិនធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អ្នកម្ដងទៀតទេហេកតមានរឿងអ្វីគ្មានអ្វីទេខ្ញុំខុសហើយនីតិវិធីទាំងអស់បានបញ្ចប់ហើយជើងហោះហើរត្រូវបានកក់សម្រាប់យប់នេះខ្ញុំអាចចាក់ចេញបានភ្លាមពេលដែលខ្ញុំយករបស់ខ្ញុំ Claudia នេះជាអ្វីតើអ្នកមិននៅជាមួយណាដាលីទេហេតុអ្វីបានជាអ្នកត្រឡប់មកវិញ Claudia ពេលនេះអ្នកកំពុងគិតច្រើនពេកអំពីអ្វីខ្ញុំបានប្រាប់អ្នកថាគ្មានអ្វីរវាងខ្ញុំនិងណាទេយល់ព្រមខ្ញុំប្រកាសជាយល់ខុសហើយយប់នេះជាពិធីជប់លៀងរបស់គ្រួសារជូតមកជាមួយខ្ញុំតើអ្នកមានអារម្មណ៍នឿយហត់ទេហេតុអ្វីមិនដេកបន្តិចខ្ញុំនឹងនៅជាមួយអ្នកយល់ព្រមទេអញ្ចឹងClaudia កុំបារម្ភថ្ងៃណាមួយខ្ញុំនឹងធ្វើឲ្យគ្រួសារជូតទទួលយកអ្នកខ្ញុំនឹងរៀបការជាមួយអ្នកខ្ញុំដឹងទៅសម្រាប់បន្តិច
ណាតឈប់លេងសើចសួស្ដីអ្នកស្រីជូតខ្ញុំនៅអាកាសយានដ្ឋានខ្ញុំនឹងចាក់ចេញក្នុងពេលឆាប់ល្អតារាប់ណាអ្នកមិនបង្ហាញខ្លួននៅក្នុងពិធីជប់លៀងយប់នេះខ្ញុំនឹងផ្ទេរប្រាក់ដែលនៅសល់ទៅកន្នីរបស់អ្នកជួបគ្នាពេលក្រោយទេអ្នកស្រីជូតនេះជាការលាជារៀងរហូតកុំបារម្ភអីមិនថាអ្នកឃើញឡើងវិញឬអត់ខ្ញុំនឹងនៅក្បែរអ្នកជានិច្ច Claudia ខ្ញុំឃើញហើយClaudia ខ្ញុំឃើញហើយឥឡូវនេះហេតុអ្វីបានជាខ្ញុំមើលមិនឃើញអ្នក Claudia Claudia ណៃណា មិនមែនលោកស្រីសាសែនៅជាមួយអ្នកនៅក្នុងបន្ទប់សម្រាកទេទេClaudia អ្នកកំពុងលេងសើចជាមួយខ្ញុំទេសូមចេញមកនេះមិនគួរឲ្យអស់សំណើចតតែសោះ Claudia ខ្ញុំខុសពីមុនប៉ុន្តែណាតនិងខ្ញុំពិតជាគ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះសូមជឿខ្ញុំមិនអីទេវិលម៉ាមានរបស់អ្វីបាត់ពីផ្ទះទេលោកម្ចាស់ប៉ុន្មានថ្ងៃមុនពេលសម្អាតខ្ញុំសង្កេតឃើញរបស់របរទាំងអស់របស់លោកស្រីសាសែហាក់ដូចជាបាត់អស់អ្នកកំពុងនិយាយថានាងចាក់ចេញមិនអាចទៅរួចទេគ្មានផ្លូវទេ Claudia អ្នកទៅណាសួស្ដីនេះ Hector Claudia នៅជាមួយអ្នកទេអ្នកកំពុងនិយាយរឿងឥតប្រយោជន៍អ្វីហេតុអ្វីបានជានាងមកនៅជាមួយខ្ញុំសួស្ដី Claudia នៅជាមួយអ្នកទេនាងមិននៅទីនេះទេខ្ញុំមិនបានឃើញនាងទេយើងមិនបានតាក់ទងគ្នាយូរហើយលោកជូតតើយើងដឹងដោយរបៀបណាថានាងនៅទីណាបើសំបីតែអ្នកក៏មិនដឹងTi ha abbandonato con un altro uomo. Stai per tornare insieme a lei? Vilma តើ Claudia ធ្លាប់រៀនភាសាអ៊ីស្លូរៀនទេលោកស្រីសាសែបានរៀនវាអស់ជាច្រើនឆ្នាំហើយនាងថែមទាំងជួគ្រូទៀតផងលោកជូតតើអ្នកមិនដឹងទេដូច្នេះ Claudia ការសន្ទនារបស់យើងតាំងពីដំបូងដូច្នេះ Claudia ការសន្ទនារបស់យើងតាំងពីដើមនាងដឹងរួចហើយថាខ្ញុំបានរៀបការជាមួយ Nadalie មិនមែនជាអ្វីក្រៅពីការលងពីអតីតកាលរបស់ខ្ញុំពិបាកចិត្តព្រោះនាងចាក់ចេញទៅជាមួយបរិបផ្សេងអ្នកដែលខ្ញុំស្រឡាញ់ពិតប្រាកដតាំងពីខ្ញុំបាត់បង់ភ្នែកគឺមានតែ Claudia ប៉ុណ្ណោះប៉ុន្តែ Claudia ហេតុអ្វីបានជាអ្នកគ្មានចិត្តហេតុអ្វីបានជាអ្នកបាត់ខ្លួនពីពិភពលោករបស់ខ្ញុំទាំងស្រុង
កុំបារម្ភហ៊ីតខ្ញុំនឹងនៅក្បែរអ្នកជានិច្ច ជារៀងរហូត ដរាបណាអ្នកមិនក្បត់ខ្ញុំពិតណាស់វានឹងស្ថិតស្ថេរជារៀងរហូត ខ្ញុំនឹងមិនធ្វើអ្វីដែលធ្វើឲ្យអ្នកឈឺចាប់ឡើយ Claudia នេះជាសន្យា អ្នកនឹងនៅក្បែរខ្ញុំជានិច្ច អូខេ ប៉ុន្តែតើអ្វីបានផ្លាស់ប្ដូរនៅពេលណា ហ៊ីតសូមអ្នកជាអ្នកតែម្នាក់គត់ដែលអាចជួយខ្ញុំបាន ខ្ញុំគិតថាខ្ញុំគ្រាន់តែលើកដៃជួយទៅកាន់អ្នកដែលធ្លាប់ចាក់ចេញពីខ្ញុំស្មានថា Claudia នឹងនៅក្បែរខ្ញុំជានិច្ចប៉ុន្តែខ្ញុំភ្លេចស្ត្រីដែលនៅក្បែរខ្ញុំពេលខ្ញុំខ្វាក់ភ្នែកនឹងមិនដែលពេញចិត្តនឹងអ្វីដែលទាបជាងនេះទេ Claudia វាជាកំហុសរបស់ខ្ញុំទាំងស្រុងខ្ញុំមិនគួរប្រព្រឹត្តចំពោះអ្នកបែបនេះសម្រាប់ស្ត្រីផ្សេងទៀតធ្វើអ្វីដែលអ្នកចង់ធ្វើចំពោះខ្ញុំវាខ្ញុំជេរខ្ញុំអ្វីក៏បានដរាបណាអ្នកត្រឡប់មកវិញ Claudia ខ្ញុំនឹងរកអ្នកឃើញមិនថាអ្នកនៅទីណាទេអ្នកនឹងនៅជារបស់ខ្ញុំជានិច្ច តើក្រុមហ៊ុនយើងជួលស្រីស្អាតដូចនេះ តើអាចជានាយកដែលមានពាក្យចាមអារាមដែលនាយកប្រតិបត្តិជ្រើសរើសពិសេសពី Struggle សួស្ដីខ្ញុំឈ្មោះ Claudia Zabel សួស្ដីខ្ញុំឈ្មោះ Sabrina Sutton ជាអ្នករួមផ្ទះរបស់អ្នកសួស្ដី Sabrina ខ្ញុំមិនបានរំពឹងថានឹងមានមិត្តរួមផ្ទះស្អាតម្នាក់វាដូចជាការបើកប្រអប់អាតកំបាំងនិងទទួលបានរង្វាន់កំណែពិសេស Claudia ខ្ញុំនឹងចេញទៅជាមួយមិត្តភ័ក្តិរបស់ខ្ញុំសម្រាប់ការជួបជុំចូលរួមជាមួយយើងចា៎ជប់សូមឲ្យខ្ញុំប្រាប់អ្នកទាំងអស់គ្នាអតីតមិត្តប្រុសចម្លែករបស់ខ្ញុំពិតជាបានផ្ញើមកខ្ញុំពីកយបះបំបែកគ្នាបន្ទាប់ពីយើងឈប់គាត់ចង់ឲ្យខ្ញុំសង្កត់វិញសម្រាប់ការចំណាយទាំងអស់ហើយថែមទាំងកិននីរហូតដល់សេនចុងក្រោយតើអ្នកអាចជឿទេនោះមិនមែនជាអ្វីទេអតីតមិត្តប្រុសខ្ញុំមើលទៅដូចជាខ្មោចទឹកប៉ុន្តែគាត់បន្ទោសខ្ញុំថាមិនមានភាពស្រីគ្រប់គ្រាន់ Claudia អ្នកស្អាតណាស់គ្មានបុរសណាម្នាក់ហ៊ានធ្វើបាបអ្នកទេមែនទេ Hector ឯងឈួតហើយវាមិនងាយស្រួលទេនិយាយជាភាសា Islorian C'est davvero conveniente. Stavi cercando di salvarla. Ti ha abbandonato con un altro uomo. Stai per tornare insieme a lei? Non la sposerò un vecchio. Non posso supportarlo. Che dire di Jiang Qingyi? នាងជាមនុស្សតែម្នាក់គត់នៅក្បែរឯងនាងស្រឡាញ់ឯងខ្លាំងណាស់ហើយអ្នករាល់គ្នាអាចមើលឃើញខ្ញុំនឹងព្យាយាមលាក់វាពីនាងនឹងមិនដឹងរឿងនេះទេឯងគិតថាឯងអាចលាក់វាបានយូរប៉ុណ្ណាមួយជីវិតតើនាងមិនចង់រៀបការជាមួយឯងខ្លាំងទេគ្រាន់តែរក្សាអាពាហ៍ពិពាហ៍របស់ខ្ញុំជាមួយណាត់ជាការសម្ងាត់បន្តិចទៀតខ្ញុំនឹងឲ្យ Claudia នៅវិញ្ញាបនបត្រអាពាហ៍ពិពាហ៍คล้ายៗហេតុអ្វីបានជាអ្នកនិយាយពីបុរសអាក្រក់ទាំងនោះមកយើងផឹកជប់សូមទោស Claudia
គ្រប់គ្នាស្រវឹងច្រើនពេកយប់មិញយើងប្រហែលជានិយាយអ្វីដែលមិនសមរម្យមិនអីទេចង់ផឹកកាហ្វេទេចាំខ្ញុំបន្តិចទៅសម្អាតខ្លួនហេតុត្រូវច្បាស់ជាឈួតហើយតើគាត់មិនរស់នៅជីវិតដ៏ល្អឥតខ្ចោះជាមួយស្នេហាដំបូងរបស់គាត់ទេតាំងពីអ្នកចាក់ចេញវាដូចជាគាត់ស្រាប់តែមានការយល់ដឹងធំដុំហើយដឹងថាអ្នកសំខាន់ប៉ុណ្ណាគួរឲ្យអស់សំណើចណាស់តើគាត់គិតថាគាត់ជាវីរបុរសសោកនាដកម្មពីរឿងភាគទេទៅជាការស្ដាយក្រោយបន្តិចនិងការអង្វរករនឹងធ្វើឲ្យអ្នកត្រឡប់មកវិញទេគាត់តែងតែមករកខ្ញុំសួរថាអ្នកទៅណាប៉ុន្តែកុំបារម្ភខ្ញុំមិនដែលប្រាប់គាត់ទេថាអ្នកនៅណាអូនិយាយពីនេះប្រហែល1 ខែមុន Hector មានចំនួនធំជាមួយម្ដាយគាត់នៅក្នុងពិធីជប់លៀងគ្រួសារខ្ញុំនៅតែមួយចំណែកប៉ុណ្ណោះតែវាដូចជាគាត់បន្ទោសនាងតែធ្វើឲ្យអ្នកចាក់ចេញបុរសនោះពិតជាវិកលចរិតណាស់វាពាក់ព័ន្ធអីនឹងម្ដាយគាត់ធ្វើមិនច្បាស់ហើយព្យាយាមបោកប្រាស់អ្នកថ្មីនេះគាត់ផឹកស្រាដូចឈួតខ្ញុំមើលថាគាត់ស្ទើរតែក្រពះប្រឡាក់ម្ដងគេប្រញាប់បញ្ជូនគាត់ទៅបន្ទប់សង្គ្រោះបន្ទាន់បើសួរខ្ញុំគាត់នៅតែសំណាងពេកហេតុអីគាត់មិនអាចផឹកស្លាប់ទៅClaudia ខ្ញុំទៅរៀនហើយកាហ្វេនៅលើតុអរគុណសម្រាប់កាហ្វេផ្អែមខ្ញុំចេញទៅថែរក្សាខ្លួនពីពេលនេះទៅខ្ញុំមិនចង់ងើអ្វីតាក់ទងនឹង Hector Claudia Hector អ្នកព្រមស្លាប់ដើម្បីស្រីបែបនោះអ្នកកំពុងធ្វើអីទុកវាចោលទៅ Hector បន្តទៅមុខវាកន្លងផុត1 ខែហើយតាំងពី Claudia ចាក់ចេញហើយមិនមានដំណឹងអ្វីទាំងអស់នាងធ្វើបែបនេះដោយចិត្តនាងច្បាស់ណាស់ហេតុអីធ្វើឲ្យញ៉ៃញ៉ៃដោយសារកូនស្រីអ្នកបម្រើតើអ្នកគិតថានាងមានតម្លៃទេនាងចាក់ចេញតែព្រោះនាងយក$50 លានពីខ្ញុំយល់ហើយអ្នកមានអារម្មណ៍ថាជំពាក់គេព្រោះនាងបានមើលថែអ្នកពេលអ្នកខ្វាក់ភ្នែកតែសូមគិតមើល7 ឆ្នាំសម្រាប់$50 លានតើនៅឯណាទៀតក្នុងលោកនេះដែលអ្នកអាចរកកិច្ចសន្យាចំណេញបែបនេះនាងគ្រាន់តែជាកូនស្រីអ្នកបម្រើផ្ទះប៉ុណ្ណោះខ្ញុំពិតជាមិនយល់ថាអ្នកឃើញអ្វីនៅក្នុងនាងលោកជូនខ្ញុំបានឮពីអ្នកបើកបរថាអ្នកផឹកស្រារហូតដល់ចូលមន្ទីរពេទ្យតើអ្នកមិនបានសន្យាជាមួយខ្ញុំទេថាអ្នកនឹងឈប់ផឹកអ្នកទើបតែមើលឃើញឡើងវិញចុះបើមានអ្វីកើតឡើងវិញនេះជាកិច្ចសន្យាដំបូងដែលខ្ញុំបានបិទបន្ទាប់ពីត្រឡប់មកក្រុមហ៊ុនវិញមានតែតាមរយៈការធានាវាទើបខ្ញុំអាចបញ្ជាក់ខ្លួនឯងថាជាអ្នកស្នងមរតកនិងផ្ដល់ជីវិតដែលអ្នកសមនឹងទទួលបានខ្ញុំមិនខ្វល់ទេថាអ្នកជាអ្នកស្នងមរតកឬអត់ខ្ញុំគ្រាន់តែចង់ឲ្យអ្នកមានសុវត្ថិភាពនិងមានសុខភាពល្អប៉ុន្តែអ្នកជាអ្នកស្នងមរតកនៃក្រុមជូតតើអ្នកអាចបន្ទាបខ្លួនដើម្បីជាប់តាក់ទងជាមួយមនុស្សថោកទាបឡបើអ្នកមិនស្ដាប់ខ្ញុំមិនខ្វល់ទៀតទេជាមួយឋានៈបច្ចុប្បន្នរបស់អ្នកអាចមានស្រីណាម្នាក់អ្នកចង់បាន Hector មិនចាំបាច់បន្តកាន់ជាប់នឹង Claudia ទេអ្នកគួរតែបង្ហាញនាងថាអ្នកនឹងមានសុភមង្គលជាងដោយគ្មាននាងមានស្រីរាប់មិនអស់សម្រាប់អ្នកបើគ្មានអ្នកនាងគ្មានតម្លៃទេនៅទីបញ្ចប់នាងនឹងគ្រាន់តែត្រឡប់មកដោយលូនវាអាម៉ាស់នឹងអស់សង្ឃឹមករណីអាក្រក់បំផុតយើងអាចរកអ្នកស្រី2 3នាក់ដែលមើលទៅដូចនាងអ្នកអាចបង្ហាត់ពួកគេឲ្យដូចនាងវាដូចគ្នាទាំងអស់មែនទេក្លាឌីយ៉ានោះទោះបី Hector ខ្វាក់ក៏ដោយនាងនៅតែលះបង់ចំពោះគាត់ខ្លាំងណាស់បុរសខ្វាក់ម្នាក់
គ្រាន់តែជាអ្នកស្នងរាជដែលត្រូវគេបោះបង់ចោលពីគ្រួសារអ្នកមាននាងនៅតែព្យាយាមផ្គប់ចិត្តគាត់ទៀតឬការបម្រើរបស់នាងពិបាកនឹងផ្លាស់ប្ដូរណាស់ហេប្រុសសេឡៃនៅណាខ្ញុំអត់ចង់នៅជាមួយនាងទៀតទេតែពេលមុនអ្នកទាំងពីរមើលទៅជិតស្និទ្ធណាស់ខ្ញុំគិតថាអ្នករកឃើញស្នេហាពិតហើយនៅក្នុងរង្វង់យើងគ្មាននារីណាម្នាក់ត្រូវគេយកចិត្តទុកដាក់ពិតប្រាកដនោះទេស្នេហាពិតជាអ្វីទៅហេចាំក្លាឌីយ៉ាទេអ្នកបម្រើនៅផ្ទះហេកតូនោះបាទខ្ញុំមើលថានាងនៅតែរត់រកព្យាយាមរកគ្រូពេទ្យព្យាបាលហេកតូមើលទៅប៉ុន្មានឆ្នាំហើយ7 ឆ្នាំចាំមើលអញ្ចឹងទេតើវាអាចជាស្នេហាពិតមែនទេស្នេហាពិតសម្រាប់មនុស្សល្ងីល្ងើខ្វាក់នោះហេតុអ្វីបានជាអ្នកនិយាយជូរចត់ម្លេះច្រណែនគេនឹងមិនសមហេតុផលដរាបណាមានការលបួងគ្រប់គ្រាន់ខ្ញុំមិនជឿទេថាហេកតូនឹងមិនវិលវល់អ្នកណានឹងគិតយើងបានណែនាំស្ត្រីជាច្រើនអ្នកដល់ហេកតូប៉ុន្តែសូម្បីតែក្រោយពីគាត់បានឃើញឡើងវិញហើយក្លាយជាមនុស្សដែលគេចង់បានបំផុតគាត់មិនដែលបង្ហាញចំណាប់អារម្មណ៍លើអ្នកដទៃឡើយគាត់នៅតែលះបង់ចំពោះក្លូឌៀរហូតដល់ណាដាលីបានត្រឡប់មកវិញហេកតូមើលទីមើលអ្នកណាមកហេកតូខ្ញុំគិតថាហេកតូគឺគំរូនៃគុណធម៌មួយបែរជាសូម្បីតែគាត់ក៏មិនអាចទប់ទល់នឹងស្នេហាដំបូងបានដែរខ្ញុំចង់ឃើញទឹកមុខក្លូឌៀពេលនាងដឹងនាងគួរតែទទួលយកវាស្នេហាពិតមិនមាននៅក្នុងលោកនេះទេឥឡូវក្លូឌៀបាត់ទៅហើយខ្ញុំគិតថាហេកតូនឹងធ្វើតាមចិត្តទាំងស្រុងប៉ុន្តែផ្ទុយទៅវិញគាត់ឈ្គួតទៅហើយយើងមិនអាចនិយាយអ្វីឡើយដោយមិនឲ្យគាត់ខឹងចេញទៅបើអ្នកណាម្នាក់ហ៊ាននិយាយអំពីក្លូឌៀម្ដងទៀតខ្ញុំនឹងបំផ្លាញគ្រួសាររបស់អ្នកហេកតូសម្រាប់បន្តិចយើងនឹងមិនរំខានអ្នកទៀតទេចាំមុខស្ត្រីនោះរកអ្នកដែលមុខដូចនាងមកឲ្យខ្ញុំកាន់តែដូចកាន់តែល្អខ្ញុំចង់ឃើញថាហេកតូអាចរក្សាល្បិចបានយូរប៉ុណ្ណាលោកជូតគ្រូពេទ្យបានណែនាំឲ្យអ្នកស្នាក់នៅប៉ុន្មានថ្ងៃទៀតតើអ្នកប្រកាសថាចង់ចេញពីមន្ទីរពេទ្យឥឡូវនេះទេដោះស្រាយនីតិវិធីចេញពីមន្ទីរពេទ្យកុំឲ្យខ្ញុំនិយាយម្ដងទៀតបាទលោកជួបគ្នា30ថ្ងៃទៀតហេកតូប្រសិនបើនេះជាអ្វីដែលអ្នកចង់បានខ្ញុំនឹងយល់ព្រមប៉ុន្តែការលែងលះគឺជារឿងអាម៉ាស់បន្តិចតើយើងអាចមិនធ្វើឲ្យវាជាសាធារណៈឥឡូវនេះបានទេ
រយៈពេលរងចាំ30ថ្ងៃសម្រាប់ការលែងលះបានបញ្ចប់ខ្ញុំត្រូវការយកលិខិតបញ្ជាក់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានហេតុអ្វីបានជា Claudia មិនស្លាប់ទៅបន្ទាប់ពីទទួលបានសារទាំងអស់នោះហេតុអ្វីត្រូវលាក់វាបាន1ខែហើយហេតុអ្វីបានជា Hector មិនទាន់ភ្លេចនាងតើមានអ្វីពិសេសអំពីស្ត្រីអាក្រក់នោះប៉ុន្តែសំណាងល្អខ្ញុំមានផ្ទៃពោះរួចហើយវាបាន3ខែហើយទារកមានស្ថិរភាពតារាបណាខ្ញុំប្រកាសរឿងនេះទៅកាន់គ្រួសារ Judge Hector នឹងមិនអាចលែងលះខ្ញុំបានទេទោះបីជាគាត់ខឹងយ៉ាងខ្លាំងក៏ដោយហេតុអ្វីបានជាអ្នកចរណែនអ្នកដឹងថាអ្នកជាអ្នកតែខ្ញុំស្រឡាញ់ពិតប្រាកដពិតណាស់ខ្ញុំកំពុងមានកូនរបស់គាត់លើកនេះប៉ុន្តែលើកក្រោយវានឹងក្លាយជារបស់អ្នកប្រាកដណាស់យល់ទេHector រាងកាយរបស់អ្នកមិនទាន់ជាសះស្បើយទាំងស្រុងទេហេតុអ្វីបានជាអ្នកត្រូវបានចេញពីមន្ទីរពេទ្យតើអ្នកកំពុងនិយាយជាមួយអ្នកណាខ្ញុំកំពុងគ្រាន់តែនិយាយជាមួយមិត្តម្នាក់នាងកំពុងសួរខ្ញុំថាតើមានផលិតផលណាមួយពី Clean ដែលខ្ញុំចូលចិត្តប៉ុន្តែការគិតអំពីការញែកចេញពីអ្នកធ្វើឲ្យខ្ញុំមានអារម្មណ៍សោកសៅដូច្នេះខ្ញុំគ្រាន់តែឆ្លើយតបទៅនាងដោយធម្មតាមានរឿងអីតើអ្នកកំពុងហៅអ្នកណាថាឆ្កេញញីអ្នកណាដែលច្រណែនអ្នកទេ Hector មិត្តរបស់ខ្ញុំកំពុងត្អូញត្អែថាខ្ញុំបានចំណាយពេលទាំងអស់ជាមួយអ្នកហើយមិនបានទៅដល់ទិញអីវ៉ាន់ជាមួយនាងដូច្នេះនាងមានអារម្មណ៍ច្រណែនបន្តិចខ្ញុំមិនបានហៅឈ្មោះអ្នកណាទេតើអ្នកបានធ្វើអ្វីនៅពីក្រោយខ្នងខ្ញុំកុំបង្ខំខ្ញុំឲ្យស៊ើបអង្កេតអ្នកច្បាស់ជាបានធ្វើអ្វីមួយឬនិយាយអ្វីមួយដើម្បីបណ្ដេញ Claudia ចេញខ្ញុំមិនបានទេខ្ញុំទើបតែដឹងនៅពេលអ្នកប្រាប់ខ្ញុំនាងបានបាត់ទៅខ្ញុំមិនបានធ្វើអ្វីទេ Hector Natalie អ្នកគួរតែសារភាពអស់ប្រាប់ខ្ញុំនៅអ្វីគ្រប់យ៉ាងដែលអ្នកដឹងថាខ្ញុំមិនមែនជាមនុស្សតែបង្ហាញក្តីមេត្តាទេហេតុអ្វីពេលណាក៏ដោយខ្ញុំបានយំពីមុនគាត់នឹងក្លាយជាមនុស្សដែលព្រួយបារម្ភជាងគេប៉ុន្តែឥឡូវនេះភ្នែករបស់គាត់បង្ហាញតែភាពប្រងើយកន្តើយ Hector ខ្ញុំមិនបានធ្វើអ្វីទេសូមជឿជាក់ខ្ញុំអ្នកស្រីសាបែមានចិត្តល្អណាស់អ្នកក៏បានជួយខ្ញុំច្រើនដែរខ្ញុំដឹងគុណចំពោះអ្នកទាំងពីរហេតុអ្វីបានជាខ្ញុំធ្វើបាបនាងខ្ញុំដឹងថាអ្នកស្រីសាបែតែងតែមិនចូលចិត្តខ្ញុំនាងក៏ធ្លាប់ខឹងយូរមកហើយប៉ុន្តែ Hector អ្នកមិនអាចប្រព្រឹត្តចំពោះខ្ញុំបែបនេះទេព្រោះនាងបាត់ទៅហើយ Natalie អ្នកគិតថាខ្ញុំមានចិត្តទន់ចំពោះអ្នកនោះហើយជាមូលហេតុដែលអ្នកគិតខ្ញុំនឹងទុករឿងនេះចោលព្រោះអ្នកយំមិនមែនទេ Hector ខ្ញុំពិតជាមិនបានធ្វើអ្វីទាំងអស់ Hector ប្រហែលជាមិនបានគឺទាំងអស់ទោះបីគាត់ត្រូវក៏ដោយខ្ញុំនឹងនិយាយម្ដងទៀតអ្វីដែលមិត្តភក្តិខ្ញុំបាននិយាយខ្ញុំគ្រាន់តែព្យាយាមធ្វើជាអ្នកសម្របសម្រួលបន្ទាប់ពីខ្ញុំធ្វើឲ្យគាត់ស្ងប់ខ្ញុំនឹងបង្ហាញថាខ្ញុំមានផ្ទៃពោះយើងនឹងចំណាយពេលជាមួយគ្នាដោយសារអតីតកាលរបស់យើងខ្ញុំអាចធ្វើឲ្យដើម្បីឲ្យគាត់តែមានភ្នែកសម្រាប់តែខ្ញុំអ្នកនៅតែមិនស្ដាយក្រោយទេតើអ្នកមិនដឹងទេអារម្មណ៍ខឹងរបស់ខ្ញុំបន្ទាប់ពីច្រើនឆ្នាំនេះ Natalie មានដែនកំណត់ចំពោះការអត់អន់របស់ខ្ញុំខ្ញុំគិតថាខ្ញុំនឹងប្រាប់គ្រួសារអ្នកថាយើងកំពុងលែងលះគ្នាពួកគេនឹងសប្បាយចិត្តដែលយកអ្នកត្រឡប់ទៅវិញហើយរៀបការអ្នកជាមួយបរិសុទ្ធចំណាស់នោះខ្ញុំនិយាយត្រូវទេសូមកុំប្រាប់ពួកគេខ្ញុំនឹងនិយាយខ្ញុំនឹងប្រាប់អ្នកគ្រប់យ៉ាង
ទៅមុខទៅអ្នកអាចមើលទូរស័ព្ទខ្ញុំបានខ្ញុំពិតជាមិនបានធ្វើអ្វីទេអ្នកទាំងអស់គ្នាយល់ច្រឡំខ្ញុំឆ្លាតគ្រប់គ្រាន់ដើម្បីលុបសារទាំងអស់ដែលផ្ញើទៅបង្កហេតុដល់ Claudia រកឲ្យខ្ញុំអ្នកជំនាញម្នាក់ខ្ញុំមានទូរស័ព្ទមួយនៅទីនេះស្ដារទិន្នន័យទាំងអស់នៅក្នុងវាក្នុងរយៈពេល1ថ្ងៃ Hector សូមទុកចិត្តខ្ញុំម្ដងនេះមិនចាំបាច់ស្ដារទិន្នន័យទេហើយស៊ើបអង្កេតអ្វីដែល Natalie បានធ្វើចំពោះ Claudia ពីមុនClaudia អ្នកនៅទីនោះមែនទេលោកជុតអ្វីតែអ្នកសុំគឺនៅទីនេះប្រហែលជាអ្នកមិនដឹងនេះគឺកន្លែងដែល Hector ចូលចិត្តខ្ញុំនឹងមិនថតអ្វីដែលយើងនឹងធ្វើខ្ញុំខ្លាចអ្នកមិនអាចទ្រាំបានតើអ្នកនៅតែធ្វើពុតថាមិនដឹងតើមានអារម្មណ៍យ៉ាងណាពេលធ្វើជាស្រីកំណានអ្នកនឹងនៅតែជាអ្នកដែលរស់នៅក្នុងស្រមោលអ្នកអាចព្យាយាមអង្វរខ្ញុំនឹងសុំ Hector នៅជាមួយអ្នក2-3ថ្ងៃចុះយ៉ាងម៉េចដែរលោកជុតប្រសិនបើអ្នកបំបែកវាទិន្នន័យរបស់យើងនឹងត្រូវបាត់បង់ជារៀងរហូតណាដាលីបានជួបពួកក្មេងទំនើងទាំងនោះនៅឯការដេញថ្លៃដោយខ្លួនឯងHector ខ្ញុំសុំទោសខ្ញុំខុសដែលបានធ្វើរឿងនោះប៉ុន្តែវាដោយសារតែខ្ញុំស្រឡាញ់អ្នកដោយសារតែរឿងនោះហើយជាមូលហេតុដែលខ្ញុំបាននិយាយអ្វីទាំងអស់នោះទៅកាន់នាងដោយមិនចេះគិតខ្ញុំគ្រាន់តែចង់ឈរក្បែរអ្នកដោយសិទ្ធិត្រឹមត្រូវ Hectorខ្ញុំបានប្រាប់អ្នកច្រើនដងហើយថាអ្នកមិនត្រូវបានអនុញ្ញាតឲ្យប្រាប់ Claudia អំពីការដែលខ្ញុំជួយអ្នកតើអ្នកមិនយល់អ្វីឥឡូវនេះ Claudia បាត់ទៅហើយអ្នកនឹងទទួលផលវិបាក
ហេកតខ្ញុំមានផ្ទៃពោះជាមួយកូនរបស់អ្នកសូមអត់ទោសឲ្យខ្ញុំដើម្បីកូនរបស់យើងសូម ខ្ញុំដឹងថាអ្នកមានផ្ទៃពោះតែអីទៅវាគ្រាន់តែជាកូនមួយប៉ុណ្ណោះខ្ញុំអាចមានបានច្រើនតាមដែលខ្ញុំចង់ហាក់ដូចជាអ្នកសមតែនឹងសម្រាលកូនរបស់ខ្ញុំលើសពីនេះទៅទៀតអ្នកអាចមានផ្ទៃពោះបានតែកូនរបស់បុរសនោះបន្ទាប់ពីអ្នករំលូតកូននេះនៅក្នុងពោះរបស់អ្នកមែនទេ គ្រួសារយ៉ូវែលកំពុងស្ថិតក្នុងស្ថានភាពប្រថុយប្រថានយើងនឹងខ្សែធននៅពេលណាមួយបើខ្ញុំមិនអាចរក្សាកូននេះបានទេខ្ញុំមិនអាចរក្សាឋានៈជាអ្នកស្រីចាតរបស់ខ្ញុំបានទេហើយខ្ញុំទំនងជានឹងត្រូវបញ្ជូនទៅឯបុរសចាស់វង្វេងនោះអ្នកស្រីចាតឲ្យតម្លៃកូនបើនាងដឹងថាខ្ញុំមានផ្ទៃពោះនាងនឹងរក្សាខ្ញុំទុក ធ្វើជាកូនល្អហើយរំលូតកូនចេញខ្ញុំបានធ្វើឯកសារលែងលះរួចហើយខ្ញុំមិនខ្វល់ថាអ្នកយល់ព្រមឬអត់ទេឈប់គម្រោងតូចតាចរបស់អ្នកទាំងនោះហេកតពេលខ្ញុំយកក្លូឌីត្រឡប់មកវិញអ្នកគួរតែសុំទោសនាងបើនាងព្រមអត់ទោសអ្នកប្រហែលជាខ្ញុំនឹងលើកលែងអ្នក ទេកូនរបស់យើងនេះក៏ជាកូនរបស់អ្នកដែរតើឪពុកម្ដាយអាចប្រឆាំងនឹងកូនខ្លួនឯងយ៉ាងដូចម្ដេចតើអ្នកពិតជាគ្មានស្នេហាមែនទេកូនវាគ្រាន់តែជាអំព្រីយ៉ុងដែលមិនទាន់រីកចម្រើនបើខ្ញុំរក្សាវាទុកខ្ញុំនឹងគ្មានឱកាសជាមួយក្លូឌីទៀតទេបោះបង់ចោលទៅណាដាលីនាំនាងទៅមន្ទីរពេទ្យទេខ្ញុំអង្វរអ្នកហេកតសូមឲ្យខ្ញុំរក្សាកូននេះខ្ញុំនឹងមិនចូលមកជ្រៀតជ្រែករវាងអ្នកនិងក្លូឌីទៀតទេខ្ញុំអង្វរអ្នកសូម ទេខ្ញុំមិនចង់បាននេះទេសូមឲ្យខ្ញុំទៅសូមទេកូនខ្ញុំបាត់ហើយតើមានអ្វីកើតឡើងចំពោះខ្ញុំសុំទោសក្លូឌីតើអ្នកមិនស្អប់ពេលខ្ញុំផឹកទេមកបញ្ឈប់ខ្ញុំក្លូឌីចេញទៅលោកក្លូឌីអ្នកកំពុងហៅអ្នកណាលោក
លោក ហើយអ្នក តើអ្នកបានបញ្ជាទិញស្រាទេ តើអ្នកឈ្មោះអី សុំទោសបន្ទប់ខុស មានរឿងអី អ្នកគួរតែជូតមុខរបស់អ្នក តើអ្នកធ្វើការនៅទីនេះទេ លីឈប់មកធ្វើការឲ្យខ្ញុំវិញ ខ្ញុំនឹងឲ្យប្រាក់ខែអ្នក10 ដង អ្នកគិតថាខ្ញុំជាអ្នកណា វាពិតជាចម្លែកណាស់ នាងស្រដៀងនឹងក្លូឌី កាលនៅរៀននៅមហាវិទ្យាល័យ នាងគឺជាអ្នកជំនួសដ៏ល្អឥតខ្ចោះ ទេ ប្រសិនបើក្លូឌីដឹង ថាខ្ញុំបានចូលរួមជាមួយនាង ខ្ញុំនឹងបាត់បង់ឱកាសជាមួយនាងទាំងស្រុង ប៉ុន្តែដរាបណាខ្ញុំមិនធ្វើអ្វីទេ ខ្ញុំគ្រាន់តែចង់មើលមុខនាង នោះគួរតែល្អមែនទេ បន្ទាប់ពីខ្ញុំទទួលបានក្លូឌីមកវិញ ខ្ញុំនឹងបញ្ជូននាងទៅឆ្ងាយ លើកនេះខ្ញុំនឹងធ្វើឲ្យប្រាកដថានាងមិនដែលលេចមុខនៅមុខក្លូឌី ផ្ដល់ព័ត៌មានលម្អិតដល់ខ្ញុំរបស់អ្នកបម្រើ ដែលទើបតែមកបន្ទប់ខ្ញុំ លោកជេត ឈ្មោះនាងគឺសាវ៉នាងជានិស្សិតថ្នាក់បរិញ្ញាបត្រ ម្ដាយនាងឈឺ ដូច្នេះនាងមកធ្វើការនៅទីនេះព្រោះ ដោយសារប្រាក់ខែខ្ពស់និងទឹកខ្លះ នាងបាននិយាយថានាងអស់គំនិតហើយ នាងធ្វើតែការងារតូចតាចដូចជាបម្រើភេសជ្ជៈ នាំនាងមកជួបខ្ញុំឥឡូវនេះ ចាស់ កុំមើលមុខខ្ញុំបែបនោះ ខ្ញុំមិនខំទេ នៅជាមួយខ្ញុំ ហើយខ្ញុំនឹងបង់ថ្លៃទាំងអស់ ថ្លៃព្យាបាលម្ដាយអ្នក ប៉ុន្តែ អ្នកត្រូវស្លៀកពាក់តាមការស្នើសុំរបស់ខ្ញុំ តើខ្ញុំត្រូវធ្វើអី គ្មានអីទេ គ្រាន់តែនៅជាមួយខ្ញុំ ខ្ញុំនឹងថែរក្សាអ្វីទាំងអស់ឲ្យអ្នក តែរឿងសំខាន់មុនគេ សន្យាជាមួយខ្ញុំ កុំទុកខ្ញុំចោលទៀតឡើយ ក្លូឌី ក្លូឌៀមកមើលនេះ មើល អ្នកធ្វើវីដេអូប្លុកនេះ មើលទៅដូចអ្នកណាស់ មែនហើយនាងដូច ខ្ញុំដឹងទេ មិនមែនត្រឹមតែមុខនាងទេ នាងថែមទាំងស្លៀកពាក់ដូចអ្នកទៀត បើនាងមិនមែនជាអ្នកធ្វើវីដេអូប្លុកជីគូទេ ខ្ញុំនឹងគិតថាអ្នកកំពុងធ្វើវីដេអូប្លុកនៅពីក្រោយខ្នងខ្ញុំ អ្នកធ្វើវីដេអូប្លុកជីគូ មែនហើយ នាងក្លាយជាអ្នកមានប្រជាប្រិយភាពខ្លាំងនៅលើបណ្ដាញសង្គមថ្មីនេះ និយាយឲ្យខ្លី ម្ដាយឈឺ និងឪពុករត់ចោល នាងក្រីក្រខ្លាំងណាស់ ពេលនាងគ្មានជម្រើស ក្រៅពីទៅធ្វើការនៅក្លឹបរាត្រី នាងបានជួបមិត្តប្រុសជាសៀវដែលមានអំណាច ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងនាងតាំងពីឃើញមុខដំបូង គាត់បានជួយនាងចេញពីភាពក្រីក្រ ហើយពួកគេចាប់ផ្ដើមរឿងស្នេហាដ៏ផ្អែមល្ហែមរបស់ពួកគេ វាសពគួរឲ្យចាប់អារម្មណ៍ណាស់ដែលអ្នកមាន កុំលេងសើចខ្ញុំ មើលមិត្តប្រុសសៀវរបស់នាងទៅ គាត់ស្អាតណាស់ ឃើញទេ ក
មើលពួកគេទៅពួកគេអ្នកមានហើយស្អាតវាដូចជាពួកគេចេញមកពីប្រឡំលោកអត់ឆ្ងល់ទេតែពួកគេពេញនិយមអ្នកបង្ហោះវីដេអូនេះឈ្មោះ Perdia យេនាងធ្លាប់បាននិយាយពីមុនក្នុងវីដេអូថាពេលដែលមិត្តប្រុសរបស់នាងបានជួបនាងជាលើកដំបូងគាត់បាននិយាយថានាងគួរឲ្យស្រឡាញ់ដូចផ្លែប៉ែនោះហើយជាមូលហេតុដែលនាងហៅថា Perdia អូត្រូវហើយមិត្តប្រុសរបស់នាងគឺជាអ្នកមានឋានៈធំខ្ញុំបានឮថាលោកចេះគឺជាអ្នកស្នងរឹករបស់ក្រុមហ៊ុន Judge Hector Chut ប្រាកដណាស់នាងមានវីដេអូថ្មីមើលជាមួយខ្ញុំផង Claudia សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្ញុំលោកចេះបានកក់ឲ្យខ្ញុំសារពិធីនេះក្នុងសន្តាគារដ៏ប្រណិតសម្រាប់ពិធីខួបកំណើតរបស់ខ្ញុំឥឡូវនេះខ្ញុំកំពុងសម្រាកនៅក្នុងបន្ទប់ប្រធានាធិបតីចាំមើលទៅសម្រាប់ពិធីខួបកំណើតរបស់ខ្ញុំលោកជាបានទិញឲ្យខ្ញុំគ្រឿងអលង្ការមួយឈុតនេះនៅឯការដេញថ្លៃគាត់បាននិយាយថាការសម្លឹងមើលពេជ្រគឺដូចការសម្លឹងមកលើភ្នែកភ្លឺចាំងរបស់ខ្ញុំតែភ្លឺដោយក្តីស្រឡាញ់ចំពោះគាត់ដូច្នេះគាត់ក៏បានទិញវាឲ្យខ្ញុំVoice OA យើងមិនដែលឃើញសន្តាគារដ៏ធំបែបនេះទេអ្នកមានសំណាងដែលបានជួបបុរសដែលស្រឡាញ់និងមានលុយដូចជា Hector យើងគ្រាន់តែមកជាមួយប៉ុណ្ណោះប៉ុន្តែ Zoe ហេតុអ្វីអ្នកជ្រើសរើសរ៉ូបនេះតើអ្នកមិនស្អប់ពណ៌បៃតងជាងគេទេអញ្ចឹងតើអ្នកមិនបាននិយាយទេពណ៌បៃតងស្រមោលនេះមើលទៅចែកចង់សូមពាក់វិយុបនេះអ្នកបានសន្យាថាអ្នកនឹងស្លៀកពាក់តាមបំណងប្រាថ្នារបស់ខ្ញុំមែនទេHector បាននិយាយខ្ញុំមើលទៅល្អពេលពាក់ពណ៌នេះដូច្នេះខ្ញុំចង់ធ្វើឲ្យគាត់ពេញចិត្តអញ្ចឹងដល់ពេលហើយ Hector កំពុងរងចាំយើងនៅក្នុងសាលអូលោកចាត់សង្ហាណាស់ជាមួយការរៀបចំបែបនេះប្រកាសជាមានការភ្ញាក់ផ្អើលតើអ្នករៀបការជាមួយខ្ញុំទេតើអ្នកនឹងរៀបការជាមួយខ្ញុំទេទីអាចា
អ្នកទាំងអស់គ្នាពិធីមង្គលការនឹងមានក្រោយកន្លះខែយើងនឹងផ្សាយផ្ទាល់ពេញមួយថ្ងៃកុំភ្លេចមើលណាខ្ញុំគិតថាខ្ញុំជឿលើស្នេហាម្ដងទៀតអោព្រះជាម្ចាស់ខ្ញុំអធិស្ឋានដោយស្មោះសរសូមប្រទានដល់ខ្ញុំមិត្តប្រុសអ្នកមានដូចនេះម្នាក់សាប្រីណាកុំជ្រួតជ្រាបពេកដោយវីដេអូបែបនេះពួកគេគ្រាន់តែបង្ហាញអ្នកផ្នែកខាងខ្លួនគេដែរពួកគេចង់ឲ្យអ្នកឃើញលើពីនេះទៀតខ្ញុំចង់ឲ្យអ្នកដឹងថាលោកចេះពិតជាមនុស្សអាក្រក់ម្នាក់យាយក្លូឌីខ្ញុំដឹងទាំងអស់នោះហើយខ្ញុំគ្រាន់តែត្រូវការភាពផ្អែមល្ហែមដែលប្រឌិតខ្លះក្នុងជីវិតដោយការរបស់ខ្ញុំនិយាយអីក្លូឌីតើវាអាចទៅជាអ្នកច្រណែនមែនទេតើអ្នកចង់រកប្រុសស្អាតម្នាក់តែទេឈប់ទៅខ្ញុំមិនច្រណែនទេហើយក៏មិនមានអារម្មណ៍អ្វីដែរស្នេហ៍ពិតមិនមែនអំពីរូបរាងទេវាគឺអំពីការពិតជាមួយគ្នាប្រសិនបើការខិតខំរបស់នរណាម្នាក់ត្រូវបានគេមើលឃើញកោតសរសើរនិងតបស្នងវិញសូម្បីតែថ្ងៃដ៏សាមញ្ញបំផុតក៏គួរឲ្យចាប់អារម្មណ៍និងអស្ចារ្យស្នេហ៍ដែលខ្ញុំចង់បានមិនមែនជាការសម្ដែងមនុស្សម្នាក់ទេខ្ញុំចង់បានស្នេហ៍ដែលជាផ្លូវពីរទេសក្លូឌីអាយ៉ាតាមពិតទៅខ្ញុំស្គាល់ប្រុសស្អាតម្នាក់នេះតើអ្នកចាប់អារម្មណ៍ទេតើអ្នកមិនគួរទុកគាត់សម្រាប់ខ្លួនឯងទេអ្នកប្រកាសទេអញ្ចឹងខ្ញុំមិនអាចទុកម្នាក់នេះសម្រាប់ខ្លួនឯងបានទេហេតុអ្វីយើងមិនធ្វើម្ហូបជាមុនយើងត្រូវបានពន្យាពេលដោយសារវីដេអូពួកខ្ញុំកំពុងតែញ៉ែហើយយល់ព្រមតោះទៅមើលគ្រប់គ្នាពិធីមង្គលការនៃសតវត្សកំពុងចាប់ផ្ដើមហើយវ៉យវាប្រណិតណាស់មើលរឿងនេះស្រានេះមកពីចំការទំពាំងបាយជូររបស់កូនកំឡោះគាត់បានបញ្ជូនវាមកអ្នកនឹងមិនឃើញវានៅក្នុងផ្សារនៅទីនេះយើងមានផ្កាស្រស់នេះត្រូវបានជ្រើសរើសយ៉ាងពិសេសដោយកូនកំឡោះផងដែរវាសមជាមួយសូខ្ញុំមានន័យថាចំណង់ចំណូលចិត្តរបស់ដែរតោះទៅផ្លូវនេះមានគេកំពុងសួរហេតុអ្វីបានជាមានអ្នកថតរូបច្រើនម្លេះកូនកំឡោះបានអញ្ជើញច្រើនអ្នកបង្កើតមាតិកាលោកជាបាននិយាយថាគាត់ចង់ឲ្យពិភពលោកដឹងអំពីពិធីមង្គលការនេះអ្នកទស្សនាជាទីស្រឡាញ់សូមបង្ហាញការគាំទ្ររបស់អ្នកដោយការចែករំលែកផងដែរមើលយើងជាលេខ1ប្រធានបទកំពុងនិយាយច្រើនមានគេកំពុងសួរអំពីអត្តសញ្ញាណពិតរបស់លោកចេះអ្នកទីត្រូវហើយលោកជាគឺពិតជាអ្នកស្នងមរតកនៃក្រុមហ៊ុន Judd គឺលោក Hector Judd គាត់មកហើយថតរូបនេះជាពេលដែលយើងទន្ទឹងរង់ចាំសូមស្វាគមន៍កូនក្រមុំឡើងលើឆាកសូមទេដៃពេលនាងចូលមកClaudia លោក Hector Judd តើលោកទទួលយកនារីរូបនេះធ្វើជាភរិយាស្របច្បាប់របស់លោកដើម្បីមាននិងថែរក្សាទាំងមានទាំងក្រ
ទាំងឈឺទាំងឈួនហើយនៅក្បែរនាងជានិច្ចខ្ញុំមិនព្រមទេខ្ញុំមិនព្រមកូនកំឡោះត្រូវតែភ័យខ្លាចនិងរំជួលចិត្តពេកខ្ញុំបាននិយាយខ្ញុំមិនព្រម Hector លេងសើចមែនទេដូចជាអ្នកសំនឹងខ្លាចជាកូនក្រមុំរបស់ខ្ញុំដឹងថាអ្នកណាផ្ញើអ្នកមករកខ្ញុំមិត្តភក្តិរបស់ខ្ញុំទេឥឡូវនេះខ្ញុំគួរតែនិយាយថាជាស្ត្រូវរបស់ខ្ញុំគាត់បានរកឃើញនាងព្រោះនាងស្រដៀងនឹងអ្នកជាទីស្រឡាញ់របស់ខ្ញុំបានធ្លាក់អន្ទាក់ហើយលើកទឹកចិត្តនាងឲ្យបញ្ចេញផ្សាយផ្ទាល់នេះខ្ញុំបានបង្កើនអ្នកទស្សនាឥតឈប់ឈរសម្រាប់ថ្ងៃនេះតែប៉ុណ្ណោះ Claudia Sabel ខ្ញុំបានរៀនមេរៀនហើយអ្នកគឺជាប្រពន្ធតែមួយគត់របស់ខ្ញុំក្នុងជីវិតនេះមិនថាអ្នកនៅទីណាឬធ្វើអ្វីក៏ដោយខ្ញុំនឹងរកអ្នកឃើញអ្នកបានសន្យាថានឹងនៅក្បែរខ្ញុំជារៀងរហូតអ្នកទស្សនាផ្សាយផ្ទាល់ជាទីគោរពប្រសិនបើអ្នកណាម្នាក់ដឹងកន្លែងដែល Claudia នៅសូមប្រាប់ខ្ញុំផងខ្ញុំនឹងឲ្យរង្វាន់ដ៏សប្បុរសដល់អ្នកសូមអរគុណបោះបង់ការផ្សាយផ្ទាល់ទាំងអស់កុំឲ្យប្រព័ន្ធផ្សព្វផ្សាយណាមួយរាយការណ៍អំពីហេតុការណ៍នេះនៅថ្ងៃនេះ Hector ខ្ញុំខកចិត្តនឹងអ្នកHector តើអ្នកធ្លាប់ស្រឡាញ់ខ្ញុំទេមិនដែរទេ Hector តើរឿងនេះមានន័យអ្វីមានវិធីជាច្រើនដើម្បីរក Claudia អ្នកស្រីជូតអាអន់ចិត្តខ្លាំងណាស់ការធ្វើបែបនេះខ្ញុំអាចតាក់ទងមនុស្សកាន់តែច្រើនមនុស្សនៅលើអ៊ីនធឺណិតនឹងជួយខ្ញុំរក Claudia ខ្ញុំមិនខ្វល់ទេដរាបណានាងត្រឡប់មកវិញSabrina មានរឿងអី Claudia ខ្ញុំគិតថាអ្នកកំពុងល្បីនៅលើអ៊ីនធឺណិតពិតមែន Hector ជាអតីតមិត្តប្រុសរបស់ខ្ញុំបន្ទាប់ពីយើងបែកគ្នាខ្ញុំបានផ្លាស់មកអូស្មេនធាអញ្ចឹងពេលដែលខ្ញុំបង្ហាញអ្នកវីឡុកនោះខ្ញុំកំពុងបង្ខំអ្នកឲ្យមើលអតីតមិត្តប្រុសរបស់អ្នកកំពុងបង្ហាញសេចក្តីស្រឡាញ់ជាមួយមិត្តស្រីរបស់គាត់មិនអីទេអ្នកមិនបានដឹងទេខ្ញុំល្ងីល្ងើណាស់ដូច្នេះគាត់ពិតជាមនុស្សអាក្រក់អ្នកបានបែកគ្នាហើយប៉ុន្តែគាត់ធ្វើឲ្យមានរឿងធំតើគាត់ចេតនាធ្វើឲ្យអ្នកឈឺចិត្តទេបន្តិចខ្ញុំគិតថាប៉ុន្តែគាត់មានអាឡែស៊ីចម្លែកគាត់មិនអាចមកអូស្មេនធាបានទេដូច្នេះវាមិនប៉ះពាល់ខ្ញុំទេខ្ញុំគិតថាអ្នកគួរតែប្រយ័ត្នគាត់ហាក់ដូចជាមនុស្សហួសហេតុចុះបើគាត់រកអ្នកឃើញហើយមករំខានអ្នកមិនដឹងទេមើលរូបថតទាំងនេះឥឡូវនេះមាននៅគ្រប់ទីកន្លែងម្យ៉ាងទៀតគេថែមទាំងដាក់ឈ្មោះរបស់អ្នកទៀតផងមិនយូរប៉ុន្មានមនុស្សនៅក្រុមហ៊ុននឹងស្គាល់អ្នក
គ្រាន់តែទូរស័ព្ទទៅថាឈឺហើយកុំទៅធ្វើការបើអ្នកត្រូវតែចេញទៅពាក់មុខឬអ្វីផ្សេងទៀតមិនអីទេគាត់មិនអាចមកអូស្មែនធៀបានទេយ៉ាងណាក៏ដោយយកវាទៅជាមួយបើអ្នកចេញទៅសម្រាប់ខ្លែងបន្លំនិងការពារកម្ដៅថ្ងៃគាត់គ្រាន់តែជាអតីតមិត្តប្រុសប៉ុណ្ណោះកុំភ័យគាត់ប្រព្រឹត្តដោយវឹកវរនៅក្នុងព្រឹត្តិការណ៍សាធារណៈគាត់មើលទៅមិនធម្មតានៅក្នុងក្បាលម្យ៉ាងទៀតតើអ្នកមិនបានឃើញរបាយការណ៍ព័ត៌មានទាំងអស់នោះទេស្នេហាប្រែទៅជាស្អប់អតីតមិត្តប្រុសខ្លះពិតជាធ្វើរឿងឆ្កួតណាស់ក្លាឌីខ្ញុំខ្លាចគាត់នឹងមកតាមអ្នកហើយធ្វើបាបអ្នកខ្ញុំនៅជាមួយគាត់អស់រយៈពេលច្រើនឆ្នាំគាត់បានធ្វើរឿងជាច្រើនដែលធ្វើឲ្យខ្ញុំឈឺចិត្តប៉ុន្តែគាត់មិនមែនធ្ងន់ធ្ងរដល់កម្រិតនោះទេគាត់មិនអាចធ្វើបាបខ្ញុំទេកុំបារម្ភប៉ុន្តែក្លាឌីប្រកាសជាបានរងទុក្ខយ៉ាងខ្លាំងនៅក្នុងទំនាក់ទំនងនេះវាជារឿងអតីតកាលទាំងអស់មើលទៅក្លូឌីអ្នកបានភ្លេចគាត់ហើយអញ្ចឹងល្អហើយលើពីនេះអ្នកក៏មានខ្ញុំដែរមិត្តភ័ក្តិនិងគ្រួសារខ្ញុំនឹងនៅជាមួយអ្នកបើគាត់ហ៊ានមកធ្វើបាបអ្នកយើងទាំងអស់គ្នានឹងការពារអ្នកអូខេអរគុណសាប់រីណាខ្ញុំបានឆ្លងកាត់ពេលវេលាដ៏លំបាកទាំងនោះឥឡូវខ្ញុំមានមិត្តភ័ក្តិច្រើនតែសុខចិត្តឈរការពារខ្ញុំមានរឿងអីឲ្យបារម្ភក្លូឌីតើខ្ញុំមិនបារម្ភយ៉ាងម៉េចទៅអំពីអ្នកក្នុងស្ថានភាពបែបនេះសម្រាប់ខ្ញុំមិនខ្វល់តតែសោះមកផឹកមួយកែវស្ងប់ស្ងាត់ឃើញទេមនុស្សមិនដឹងរឿងទាំងនេះកំពុងសរសើរហេកតចំពោះការស្មោះត្រង់ក្នុងស្នេហានោះមិនមែនទាំងអស់ទេហេតុអីគេរិះគន់ណាស់ក្លូឌីមិនចេះដឹងពីឋានៈខ្លួនឯងទេហេកតបានបន្ទាបខ្លួនឯងច្រើនណាស់តើនាងនៅតែលាក់ខ្លួនបន្តទៀតយ៉ាងម៉េចនាងកំពុងធ្វើជាពិបាកហើយហេកតក៏ជឿដែររស់រាន់ទៅរកនាងសម្រាប់រង្វាន់យើងត្រូវតែរកក្លូឌីឲ្យឃើញមិនអីទេឈប់អានទៅគ្មានប្រយោជន៍ទេលើពីនេះទោះបី Hector ដឹងថាខ្ញុំនៅឯណាគាត់នឹងមិនមកទេប៉ុន្តែខ្ញុំនៅតែបារម្ភអំពីកេរ្តិ៍ឈ្មោះរបស់អ្នកនិយាយឲ្យត្រង់ទៅ Hector គឺជាអ្នកដែលជាមនុស្សថោកទាបដែលមានស្នេហាពីរហេរឿងបានប្រែប្រួលហើយដោយសារខ្ញុំចិត្តសៃធនដោយសារ Hector ខ្ញុំនឹងប្រាប់អ្នកពីការពិតទាំងអស់ឥឡូវនេះអ្នកត្រូវបានគេបោកបញ្ឆោតទី1 Claudia គឺជាស្ត្រីល្អម្នាក់អ្នកយកខុសទាំងអស់ហើយ Hector បានងឹតភ្នែកដោយសារអតីតមិត្តស្រីរបស់គាត់ Claudia នៅក្បែរគាត់អស់រយៈពេល7ឆ្នាំហើយបានជួយគាត់ឆ្លងកាត់នាងថែមទាំងរកឃើញគ្រូពេទ្យជំនាញម្នាក់ដែលព្យាបាលភ្នែកគាត់ទោះយ៉ាងណាក៏ដោយគ្រូសាយ័តមើលងាយពីការចិញ្ចឹមបីបាច់របស់នាងពួកគេគេចចេញពីនាងនៅដើមដំបូង Hector បានឈរនៅខាង Claudia ពួកគេជាគូស្នេហ៍ដែលមានសេចក្តីស្រឡាញ់ជាអកុសលNatalie Yoel បានត្រឡប់មកវិញនាងគឺជាអតីតមិត្តស្រីនោះអ្នកស្រឡាញ់ដំបូងបានត្រឡប់មកវិញមិនអាចទេលោកចាតបោះបង់ស្ត្រីដែលបានសង្គ្រោះគាត់ដើម្បីអ្នកស្រឡាញ់ដំបូងរបស់គាត់
ដំបូងយើងមិនជឿទេបន្ទាប់ពីហេកតពីការភ្នែកណាដាលីបោះបង់គាត់ហើយរកបរិបផ្សេងទៀតតែអីនាងគ្រាន់តែយំបន្តិចទេហេកតរៀបការជាមួយនាងដោយមិនស្ទាក់ស្ទើរគាត់ថែមទាំងលាក់វាពីក្លូឌៀទៀតក្លូឌៀអាផប់ណាស់ហេកតតែគេថាស្មោះត្រង់ក្នុងស្នេហាបង្កើតសម្ព័ន្ធជាមួយណាដាលីហើយរិះគន់ក្លូឌៀគាត់បានដេញក្លូឌៀចេញនាងបានទៅកន្លែងណាមួយសំនឹងគាត់ហើយពួកអ្នកនៅលើអ៊ីនធឺណិតជាមនុស្សល្ងីល្ងើអ្នកជឿអ្វីទាំងអស់អ្នកគិតថាគាត់ស្មោះត្រង់ក្នុងស្នេហាមែនទេគាត់ស្រឡាញ់ខ្លាំងរហូតរៀបការជាមួយស្ត្រីម្នាក់ទៀតហើយធ្វើឲ្យនាងមានផ្ទៃពោះមែនទេរឿងកាន់តែធំឡើងដូច្នេះគាត់បានធ្វើការរំលោភកូនគាត់ថែមទាំងបញ្ជូនណាដាលីទៅក្រែរបស់បរិសចំណាស់ឈឺម្នាក់ដែលរឿយគួរឲ្យអស់សំណើចណាស់នេះជាការថោកទាបយ៉ាងពិតប្រាកដគ្មាននរណាម្នាក់ធ្វើអ្វីមួយអំពីរឿងនេះទេតែអីគាត់ជាអ្នកមានមិនអាចជាស្នេហាពិតបានទេមែនហើយបើអ្នកចូលចិត្តវាខ្លាំងម្ល៉េះខ្ញុំសូមជូនពរឲ្យអ្នករកឃើញស្នេហាពិតដូចហេកតចាតដែរល្អណាស់ឥឡូវនេះគេទាំងអស់គ្នាបែរមកប្រឆាំងនឹងខ្ញុំហើយមួយក្រុមចាញ់តើអ្នកមិនកំពុងដោះស្រាយរឿងនេះទេហេតុអ្វីវាមិនដំណើរការយើងកំពុងលុបការស្វែងរកឲ្យបានលឿនតាមដែលអាចធ្វើបានប៉ុន្តែមនុស្សនៅលើអ៊ីនធឺណិតលឿនជាងស្ដីបន្ទោសខ្ញុំតាមតែអ្នកចង់វាមិនសំខាន់ទេអ្វីដែលសំខាន់គឺថាតើមានព័ត៌មានអំពីក្លូឌៀដែរឬទេអញ្ចឹងខ្ញុំមិនប្រកាសថាតើខ្ញុំគួរនិយាយរឿងនេះទេនិយាយមកមនុស្ស2-3នាក់បានតាក់ទងមកយើងអំពីក្លូឌៀប៉ុន្តែអីនិយាយទៅប៉ុន្តែដោយសារការផ្សាយផ្ទាល់នោះពួកគេស្ដីបន្ទោសយើងហើយមិនបានផ្ដល់ព័ត៌មានណាមួយមុនពេលរងខ្ទប់យើងកេតឡាយមែនទេទៅរកក្រុមហ៊ុនទាំងនោះមកកុំឲ្យគ្រូសាឡាយចូលក្នុងការដេញថ្លៃលើកក្រោយខ្ញុំនឹងធ្វើអស់ពីសមត្ថភាពដើម្បីបំផ្លាញគាត់លោកចាស់ទេអ្នកបានកំណត់គោលដៅលើគ្រូសាឡាយដោយសារតែសូអេអ្នកបានកាត់បន្ថយតម្លៃរបស់ពួកគេដោយការដេញថ្លៃទាបជ្រុលលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនចាស់កំពុងមានគ្រោះថ្នាក់ខ្ញុំក៏បានឮដែរថាគ្រូសាឡាយកំពុងរៀបចំផែនការសងសឹកធ្វើឲ្យចប់សពគ្រប់កុំឲ្យខ្ញុំនិយាយម្ដងទៀតមិនអីទេក្លូឌៀឯណែណានឹងនរណានិយាយមកតើអ្នកចង់ដឹងថាក្លូឌៀនៅណាទេតើអ្នកចង់ដឹងទេថាក្លាឌៀនៅណាតើអ្នកដឹងកន្លែងនាងទេពិតណាស់ប៉ុន្តែខ្ញុំមានលក្ខខណ្ឌរបស់ខ្ញុំនឹងឲ្យអ្នកគ្រប់ចំនួនសូមដាក់ថ្លៃមកកាន់អាសយដ្ឋាននេះបើអ្នកចង់ដឹងមកចំណុចប្រសពនៃផ្លូវ North និង Borei Denver អ
នេះជាកន្លែងហើយឆាប់ខ្ញុំនឹងដឹងថាក្លាឌីនៅណាអ្នកបង្ខំដៃខ្ញុំហើយ Hector កុំបន្ទោសខ្ញុំដែលអូសអ្នកចុះជាមួយខ្ញុំមានរឿងអីហេតុអ្វីខ្ញុំមើលមិនឃើញទៀត Claudie អ្នកនៅទីនេះទេមករកខ្ញុំ Claudie Sabel ឈប់និយាយឈប់ធ្វើខ្លួនដូចជាព្រះអង្គម្ចាស់ទៅអ្នកកំពុងមានគ្រោះថ្នាក់ពេទ្យនិយាយថាអ្នកពិការភ្នែកទាំងស្រុងហើយគ្មានឱកាសជាឡើងវិញទេយល់ទេស្រែកទៅបានប្រយោជន៍អីទេខ្ញុំមិនអាចពិការភ្នែកទៅបានទេរក Claudie ប្រាប់នាងឲ្យរកពេទ្យជំនាញមកឲ្យខ្ញុំប្រញាប់ឈប់និយាយលោកស្រីជូតនិយាយអ្នកគ្រាន់តែត្រូវនៅរស់បើអ្នកទ្រាំមិនបានក៏ស្លាប់ទៅកុំបង្ហាញខ្លួននៅទីសាធារណៈមានន័យដូចម្ដេចអ្នកពិការភ្នែកដោយគ្មានសង្ឃឹមជាតើអ្នកមិនដឹងទេថានេះមានន័យដូចម្ដេចក្នុងក្រុមរបស់អ្នក Natalie បាត់ខ្ញុំហើយលោកស្រីជូតបានសង្គ្រោះខ្ញុំពីមនុស្សខូចនោះនាងបានសុំឲ្យខ្ញុំមកនៅជាមួយអ្នកយ៉ាងណាក៏ដោយអ្នកគឺជាកូនប្រុសរបស់នាងនេះពិតជាល្អណាស់ Hector មនុស្សដូចយើងគួរតែពុករលួយនៅក្នុងនរកជាមួយគ្នាឆ្នាំមុនអ្នកបាននិយាយថាអ្នកនឹងទៅធ្វើដំណើរអ្នកអាចទៅផ្ទះជាមួយខ្ញុំបានសម្រាប់ឆ្នាំថ្មីនេះមែនទេសុំទោសខ្ញុំមិនអាចទេហេតុអ្វីបាក់នឹងប៉ានឹកអ្នកដែលចង់នាំអ្នកទៅផ្ទះបំផុតគឺបងប្រុសរបស់ខ្ញុំអ្នកនិយាយដូចនេះប្រសិនបើខ្ញុំដឹងថាអ្នកណែនាំខ្ញុំទៅកាន់ប្អូនប្រុសរបស់អ្នកខ្ញុំនឹងមិនយល់ព្រមទេតើវាសំខាន់ទេសៀនប្រហែលជានៅក្មេងប៉ុន្តែគាត់មានភាពចាស់ទុំគាត់ជាមនុស្សត្រឹមត្រូវសម្រាប់អ្នកមែនទេបាទប៉ុន្តែខ្ញុំមានគម្រោងនៅឆ្នាំនេះខ្ញុំត្រូវតែត្រឡប់ទៅស្ត្រីក៏វិញតើអ្នកពិតជានឹងត្រឡប់ទៅស្ត្រីក៏វិញមែនទេតើអ្នកមិនខ្លាចទេថាអ្នកនឹងជួប Hector ហើយមិនអាចគេចផុតពីគាត់បានវាមិនទំនងទេមានពាក្យថា Judge Group កំពុងខ្សែធនពួកគេជំពាក់បំណុលច្រើនខ្ញុំគិតថាគាត់គ្មានពេលសម្រាប់ខ្ញុំទេអញ្ចឹងអ្នកនឹងត្រឡប់មកវិញមែនទេពិតប្រាកដខ្ញុំទើបតែបើកស្ទូឌីយោរបស់ខ្ញុំអាជីពរបស់ខ្ញុំកំពុងរីកចម្រើនតើខ្ញុំអាចបោះបង់វាចោលយ៉ាងងាយស្រួលបានយ៉ាងដូចម្ដេចសូមអរគុណអ្នកនិងអរគុណឪពុកម្ដាយរបស់អ្នកដែលបានជួយខ្ញុំអញ្ចឹងទៅវាជាអ្វីដែលយើងគួរធ្វើខ្ញុំនឹងត្រឡប់ទៅដោះស្រាយបញ្ហាច្បាប់មួយចំនួន
ខ្ញុំមានគម្រោងស្នាក់នៅអូស្មែនជារយៈពេលយូរពិតទេនេះអស្ចារ្យណាស់ក្លាឌីខ្ញុំស្រឡាញ់អ្នកនឹងក្លាយជាបងស្រីរបស់ខ្ញុំជារៀងរហូតរឿងមួយទៀតខ្ញុំបានសន្សំលុយខ្លះក្នុងរយៈពេលប៉ុន្មានឆ្នាំនេះខ្ញុំបានប្រើវាទិញផ្ទះនិងបង្កើតស្ទូឌីយោរបស់ខ្ញុំកំពុងគិតថាតើត្រូវសងលុយដែលអ្នកស្រី Judd បានឲ្យខ្ញុំកាលពីពេលនោះតើអ្នកមិនល្ងងទេអ្នកធ្វើតាមបរិះពីការភ្នែកអស់រយៈពេលជាច្រើនឆ្នាំអ្នកសមនឹងទទួលបានលុយនោះហេតុអ្វីបានជាអ្នកត្រូវសងវិញពិតអញ្ចឹងវាជារបស់ខ្ញុំទាំងអស់សូមស្វាគមន៍ត្រឡប់មកវិញ Claudia ឃើញថាអ្នកទាំងអស់គ្នារៀបការខ្ញុំមានអារម្មណ៍រីករាយយើងទេដែលរីករាយដែលបានឃើញអ្នកបន្ទាប់ពីចាក់ចេញពី Hector អ្នកស្ថិតក្នុងស្មារតីល្អជាងមុនមើលថ្មពណ៌ផ្កាឈូកទាំងនោះតើអ្នកបានឬទេ Hector កំពុងស្លាប់ Hector កំពុងស្លាប់ខ្ញុំរវល់នឹងការងារខ្ញុំគិតថាគាត់នឹងលែងពីទំនាក់ទំនងរបស់យើងហើយចាប់ផ្ដើមជីវិតថ្មីប៉ុន្តែវាហាក់ដូចជាគាត់មានទុក្ខហើយកំពុងស្លាប់បន្តិចម្ដងខ្ញុំក៏បានឮអំពីរឿងនេះដែរ Claudia អ្នកបាននិយាយថាអ្នកមិនចង់ឮអ្វីទាំងអស់អំពីគាត់ដូច្នេះខ្ញុំមិនដែលនិយាយពីវាទេវាពិតជាសោកស្ដាយដែរតើអ្វីដែលសោកស្ដាយ Hector បានទទួលនៅអ្វីដែលគាត់បានសាបព្រោះគាត់បានប្រព្រឹត្តអាក្រក់ចំពោះ Claudia ដោយពេញចិត្ត Natalie បន្ទាប់មកគាត់ចាប់ផ្ដើមធ្វើឈួតមិត្តរបស់គាត់បានបើកឡានបុកគាត់ងឹតភ្នែកហើយពីការមានចិត្តគឺក៏ចម្លែកដែរនាងអនុញ្ញាតឲ្យ Natalie ថែរក្សាគាត់កំពុងរស់នៅគ្រាន់តែស្នាមអំបោះប៉ុន្តែរាល់ថ្ងៃគឺជាការធ្វើទារុណកម្ម Natalie ហឺខ្ញុំស្ទើរតែភ្លេចឈ្មោះនេះហើយនោះជារឿងល្អទាំងអស់កន្លងផុតទៅហើយយេ Claudia តើអ្នកកំពុងណាត់ជួបអ្នកណាទេនៅអូស្មែនជាបាទប្អូនប្រុសរបស់មិត្តរួមបន្ទប់ខ្ញុំគាត់នៅក្មេងជាងខ្ញុំប៉ុន្តែគាត់ពេញវ័យណាស់សួស្តីខ្ញុំនេះហើយ Claudia ទូរស័ព្ទខ្ញុំអស់ថាមពលអញ្ចឹងខ្ញុំកំពុងប្រើទូរស័ព្ទមិត្តខ្ញុំគឺឯងទេ Sabrina បាទគ្រប់យ៉ាងសុខសប្បាយនៅស្ទ្រីកូទេពេលណាឯងត្រឡប់មកវិញម៉ាក់ធ្វើយៈសាពូនដែលឯងចូលចិត្តខ្ញុំនឹងទុកពីកំប៉ុងឲ្យឯងខ្ញុំនឹងត្រឡប់មកវិញឆាប់អញ្ចឹងឯងប្រទះនឹងអ្នកអាក្រក់នោះទេគ្មានអ្នកណាមកគ្រប់ឯងទេមែនទេគ្មានតតែសោះClaudia ឯងនៅទីនោះទេបាទខ្ញុំនៅឯងថាអីអត់មានអីទេខ្ញុំគ្រាន់តែសួរអំពីអាកាសធាតុនៅស្ទ្រីកូនៅទីនោះត្រជាក់ទេអាកាសធាតុល្អណាស់វាដូចឆ្នាំដែលខ្ញុំចាក់ចេញដែរ